តើអ្នកទាំងអស់គ្នាដឹងអត់ថាម៉ាស៊ីនត្រជាក់ចល័តមានអត្ថប្រយោជន៍អ្វីខ្លះសូមជម្រាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីគុណប្រយោជន៍និងតម្រូវការសម្រាប់អ្នកដែលចង់ប្រើប្រាស់ម៉ាស៊ីនត្រជាក់ចល័តទី1ងាយស្រួលផ្លាស់ទីនិងប្រើប្រាស់អាចផ្លាស់ទីពីបន្ទប់មួយទៅបន្ទប់មួយដោយមិនចាំបាច់ដំឡើងជាអចិន្ត្រៃយ៍ល្អសម្រាប់អ្នកជួលផ្ទះឬអ្នកដែលមានការផ្លាស់ទីជាញឹកញាប់ទី2មិនត្រូវការដំឡើងជាអចិន្ត្រៃយ៍មិនចាំបាច់ចោះជញ្ជាំងអាចប្រើប្រាស់បានគ្រប់ទីកន្លែងដោយមិនចាំបាច់ដំឡើងជាអចិន្ត្រៃយ៍អាចដំឡើងប្រើប្រាស់ដោយខ្លួនឯងបានយ៉ាងងាយស្រួលទី3លោកអ្នកអាចបញ្ជាទៅលើអេក្រង់ឬប្រើប្រាស់តេឡេបញ្ជាពីចម្ងាយការបញ្ជាពហុមុខងារអាចបញ្ជាដោយផ្ទាល់លើអេក្រង់ឬតេឡេបញ្ជាពីចម្ងាយដែលងាយស្រួលប្រើនិងមានប្រសិទ្ធភាពអ្នកអាចកំណត់កម្រិតត្រជាក់បិទឬបើកនិងប្ដូរម៉ូដតាមតម្រូវការទី4ជាជម្រើសល្អសម្រាប់ទីតាំងអាចប្រើបានគ្រប់ទីកន្លែងសម្រាប់បន្ទប់គេងបន្ទប់ទទួលភ្ញៀវផ្ទះបាយហាងតូចការិយាល័យបណ្ដោះអាសន្នឬបន្ទប់ជួលដោយងាយស្រួលផ្លាស់ទីនិងប្រើប្រាស់ទី5បញ្ចេញខ្យល់ស្អាតនិងបន្សុទ្ធធូលីដីមានតម្រងខ្យល់ដែលអាចជួយបន្សុទ្ធធូលីនិងបាក់តេរីជួយបង្កើនគុណភាពខ្យល់ក្នុងបន្ទប់ឲ្យទទួលបានបរិយាកាសខ្យល់បរិសុទ្ធនិងស្រស់ស្រាយទី6អាយុកាលវែងនិងថែរក្សាងាយសន្សំសំចៃការចំណាយជួសជុលនិងការថែទាំតិចជាងម៉ាស៊ីនត្រជាក់ជាប់ជញ្ជាំងងាយស្រួលដោះតម្រង់ក្នុងការលាងសម្អាតជាប្រចាំដោយខ្លួនឯងនិងប្រើប្រាស់បានយូរទី7អាចប្រើប្រាស់បានទោះបីជាមានបណ្ដាញភ្លើងទាបជាជម្រើសល្អសម្រាប់កន្លែងដែលមានបញ្ហាភ្លើងខ្សោយទី8តម្លៃទាបជាងម៉ាស៊ីនត្រជាក់ប្រភេទអចិន្ត្រៃយ៍ម៉ាស៊ីនត្រជាក់ចល័តមានតម្លៃសមរម្យជាងម៉ាស៊ីនត្រជាក់ជាប់ជញ្ជាំងលោកអ្នកអាចទិញបានដោយអត់ចាំបាច់ចំណាយថវិកាច្រើនម៉ាស៊ីនត្រជាក់ចល័តជាជម្រើសល្អសម្រាប់បន្ទប់តូចៗកន្លែងជួលឬប្រើប្រាស់បណ្ដោះអាសន្នដោយមានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៅលើមុខងារងាយស្រួលនឹងប្រើប្រាស់ថាមពល